បាទធាក់ឆ្វេងរបស់បង្គោលក្រហមបាទចុងទឹកទី5ហើយទាត់ឆ្វេងរបស់បង្គោលក្រហមវាយស្រាប់បង្គោលក្រហមបាទមើលទៅបង្គោលក្រហមក៏អត់ទាន់ចាញ់ទេបាទសម្រាប់ការប្រកួត3បង្គោលក្រហមបាទឈ្នះតែ3ប្រកួតនេះសង្ស័យថាបាទឡើងរយលើកទី4ឈ្នះតែ4ប្រកួតទៀតបាទមើលទៅមើលថាសាច់វាយគឺបង្គោលក្រហមនេះក្របមែនទែនបាទទៅលើបង្គោលខៀវបាទទៅជាបង្គោលខៀវគាត់មានឱកាសបាទទាត់វាយមកវិញខ្លះដែរប៉ុន្តែបើយើងមើលទៅប៉ាវាយបាទបង្គោលខៀវគឺគាត់ជាច្រើនគាត់ថយច្រើនបាទថយច្រើនបាទបង្គោលក្រហមបាទគឺបាទគាត់ដើរចូលទឹកទី5ត្រូវបានបញ្ចប់បាទលើទឹកទី5បញ្ចប់ហើយបាទរងចាំការប្រកាសលទ្ធផលទាំងអស់គ្នាបាទសម្រាប់គូនេះបាទបង្គោលក្រហមបាទគាត់ព្យាយាមសន្សំបាទកំណត់ត្រាឡើងរិញប្រកួតបាទជាមួយនឹងជ័យជំនះល្អបាទរូបភាពយឺតសារឡើងវិញបាទសម្រាប់អ្នកទាំងពីរបាទបង្គោលខៀវដូចគ្នាដែរបាទក៏គាត់ឡើងរិញមកចង់សន្សំប័ណ្ណពិសោធន៍បាទនឹងកំណត់ត្រាល្អរបស់ខ្លួនដែរបាទការសន្សំប័ណ្ណពិសោធន៍នេះបាទក៏ជារឿងល្អបាទកំណត់ត្រាល្អបាទដើម្បីឲ្យ promoter បាទនៅសង្វៀនស៊ីគាត់ឃើញបាទគាត់ចាប់គូវាយប្រកួតបាទឆាប់បានការប្រកួតបែបអន្តរជាតិបាទតម្លៃខ្លួនល្អបាទសូមអរគុណកីឡាករបង្គោលក្រហមអេលីតពៅឈ្នះកីឡាករបង្គោលខៀវរឹតយ៉ាកុបដោយពិន្ទុ